ថ្ងៃអាទិត្យនេះគឺជាទិវាញ៉ាំម្ដាយនៅសហរដ្ឋអាមេរិកអញ្ចឹងហើយខ្ញុំជាមួយនឹងគ្រួសារជួបជុំគ្នាដើម្បីញ៉ាំបាយនៅខាងក្រៅហើយគិតចុះគិតឡើងក៏សម្រេចចិត្តថាទៅញ៉ាំម្ហូបចិននៅហាងអាស៊ីចំពោះទីកន្លែងដែលខ្ញុំមកនេះគឺសម្បូរហាងអាស៊ីណាបងប្អូនសូម្បីតែជនជាតិរាគៀងក៏កំងម្ហូបនៅទីនេះដែរដោយសារតែមុខម្ហូបនៅទីនេះគឺមានច្រើនជម្រើសសម្រាប់ខ្ញុំមុខម្ហូបទី1គឺខ្ញុំកំងនំប៉ាយជាមួយនឹងសាច់ជ្រូក3ជាន់ហើយលាយជាមួយនឹងស្ពៃជូរបើនិយាយពីរសជាតិឆ្ងាញ់ហើយប្លែកម្យ៉ាងត្រូវជាមួយនឹងសាច់នំប៉ាវរបស់គាត់ទន់ល្មមទៀតឥឡូវចូលដល់មុខម្ហូបទី2ខ្ញុំកំងទាបំពងបើនិយាយពីសាច់ខាងក្រៅវិញគឺស្រួយហើយឆ្ងាញ់ខ្លាំងមែនតើចំណែកឯមុខម្ហូបទី3វិញគឺស៊ុបត្រីជាមួយនឹងមីសួរចំពោះត្រីវិញគឺជាប្រភេទត្រីស្រស់ពេលដែលយើងកំងភ្លាមទើបគេធ្វើឲ្យយើងភ្លាមតែម្ដងហើយមុខម្ហូបចុងក្រោយគឺឆាបន្លែស្ពៃកុំឲ្យញ៉ាំតែសាច់ពេកញ៉ាំបន្លែខ្លះពេលដែលញ៉ាំបាយរួចរាល់ហើយអត់ទាន់អស់ហើយបងប្អូនជិះឡានទៅទិញនំញ៉ាំទៀតមកដល់ហាងនំភ្លាមទាញកត្រកដើររើសនំដែលខ្ញុំចូលចិត្តមុនគេពេលរួចរាល់ហើយកូនខ្ញុំគាត់សឺប្រៃនំទិវាញ៉ាំម្ដាយធ្វើឲ្យខ្ញុំនេះរំភើបខ្លាំងមែនតើសូមអរគុណបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូខ្ញុំកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗទៀត